និងរីកចម្រើនយ៉ាងឆាប់រហ័សពិសេសការគង់ប្រថាប់ជាមលុបដ៏ជានៃអង្គព្រះករុណាព្រះមហាក្សត្រក្នុងការជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលក្នុងការស្ដារនិងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនរឹងមាំទ្វេឡើងពិសេសការដឹកនាំប្រជាជាតិមួយដែលស្ទើរតែរលាយផុតពីផែនទីពិភពលោកคล้ายជាប្រជាជាតិមួយមានភាពល្បីរន្ទឺខ្ពស់មុខខ្ពស់មាត់ជាមួយនឹងបណ្ដាប្រទេសទាំងអស់លើសកលលោកនៅចំពោះមុខព្រះមឈូសតម្កល់ព្រះបរមសពព្រះករុណាព្រះមហាវីរក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវគតិប្រិទ្ធបណ្ឌិតនិងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទាំងអស់បានធ្វើការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការដង្ហែតាមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់នៃអង្គសម្ដេចឪសម្ដេចតាទួតពិសេសការពារយ៉ាងបដិបដាច់នៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញការពារព្រះរាជបល្ល័ង្កការពារសម្ដេចម៉ែសម្ដេចយាយទួតការពារព្រះមហាក្សត្រនិងការពារប្រជារាស្ត្រជាកូនចៅទួតរបស់ព្រះអង្គឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀតសូមបញ្ជាក់ថានៅក្នុងសារលិខិតបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលនិងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានទូលថ្វាយកាលពីថ្ងៃទី15ខែតុលាឆ្នាំ2012សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវគតិប្រិទ្ធបណ្ឌិតបានគូបញ្ជាក់ថាការបាត់បង់ព្រះរាជវត្តមានដ៏ដងឧត្តមនៃអង្គសម្ដេចព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរនាឱកាសនេះគឺជាការបាត់បង់នៅតួអង្គព្រះអតីតអង្គព្រះមហាក្សត្រខ្មែរដ៏មហាឆ្នើមគ្មានគូប្រដូចមួយព្រះអង្គដែលជានិច្ចការទ្រង់បំពេញព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃគ្រប់កលៈទេសៈសារលិខិតទូលថ្វាយក៏បានបញ្ជាក់បន្ថែមថាថ្វីបើព្រះរូបព្រះកាយរបស់ព្រះអង្គទម្លាយខណ្ឌយាងទៅកាន់បរមលោកហើយក្តីប៉ុន្តែព្រះរាជលំអានព្រះវីរៈគំរូដ៏ល្អឆ្នើមរបស់ព្រះអង្គសម្ដេចឪជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិការរបស់ទូលព្រះបង្គំជាខ្ញុំម្ចាស់ព្រមទាំងព្រះសង្ឃនិងជនរួមជាតិរបស់ព្រះអង្គហើយពិតជានឹងស្ថិតថេរគង់វង្សជាអមតៈជាមួយនឹងសមត្ថភាពដ៏ក្រៀមក្រំរកទីបំផុតគ្មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវគតិប្រិទ្ធបណ្ឌិតឯកឧត្តមលោកជំទាវជាស្រាជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបានលំអោនកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមសពព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពគ្រប់ព្រះជាតិកុំបីឃ្លៀងឃ្លាតដោយប្រការណាមួយឡើយ
តមកនៅរសៀលថ្ងៃដដែលនេះដែរលោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាលោកជំទាវឯកឧត្តមអស់លោកស្រីជាអគ្គលេខាធិការអគ្គលេខាធិការរងនាយករងនិងនាយកដ្ឋានទាំង6របស់កាកបាទក្រហមកម្ពុជាអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរដែលកំពុងតម្កល់ប្រារព្ធព្រះរាជពិធីបុណ្យតាមប្រពៃណីជាតិក្នុងព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំងក្នុងឱកាសអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពលោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងសមាជិកាកាកបាទក្រហមកម្ពុជាទាំងអស់បានសម្ដែងនៅក្តីខ្សឹបខ្សួររំជួលចិត្តក្រៀមក្រំជាអនេកនិងសម្ដែងថ្វាយនៅសមានតុដ៏មហាជ្រាលជ្រៅជាទីបំផុតព្រមទាំងក្តីសង្វេគដ៏មហាធំធេងនិងពោពេញដោយក្តីសោកស្ដាយស្រណោះអាឡោះអាល័យជាអនេកបការចំពោះអង្គព្រះមហាវីរក្សត្រព្រះវររាជបិតាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់ដាក់ព្រះជន្មសង្ខារលាចាក់លោកចាក់ពីកូនចៅទួតដែលជានិច្ចការដង្ហែយ៉ាងស្មោះស្ម័គ្រប្រកបដោយភក្ដីភាពយ៉ាងជ្រាលជ្រៅតាមព្រះរាជវីរៈគំរូមនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គសម្ដេចឪការបាត់បង់ព្រះរាជវត្តមានដកដងឧត្តមនៃអង្គសម្ដេចព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរនាឱកាសនេះគឺជាការបាត់បង់នៅតួអង្គព្រះអតីតអង្គព្រះមហាក្សត្រខ្មែរដ៏មហាឆ្នើមគ្មានគូប្រដូចមួយព្រះអង្គដែលជានិច្ចការទ្រង់បំពេញព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃគ្រប់កលៈទេសៈថ្វីបើព្រះរូបព្រះកាយរបស់ព្រះអង្គទម្លាយខណ្ឌយាងទៅកាន់ប្រលោកហើយក្តីប៉ុន្តែព្រះរាជលំអានព្រះវីរៈគំរូដ៏ល្អឆ្នើមនៅក្នុងគ្រប់វិស័យរបស់ព្រះអង្គសម្ដេចឪជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចនៅក្នុងមនសិការរបស់ប្រជានុរាស្ត្រជាកូនចៅទួតរបស់ព្រះអង្គហើយពិតជានឹងស្ថិតថេរគង់វង្សជាអមតៈតរៀងដរាបទៅជាមួយនឹងសមានតុដ៏សែនក្រៀមក្រំរកទីបំផុតគ្មាននេះកាកបាទក្រហមកម្ពុជាសូមលំអរកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យជាតិខ្មែរសូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពគ្រប់ព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយជាមួយនឹងក្តីក្តុកក្តួលក្រៀមក្រំដ៏ធំធេងបំផុតរកអ្វីប្រៀបផ្ទឹមគ្មាននៃការបាត់បង់ព្រះស្វាមីជាទីស្រឡាញ់ដកដងឧត្តមសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈបានមានព្រះរាជសវន័យទៅកាន់លោកជំទាវគតិព្រឹទ្ធបណ្ឌិតនិងសមាជិកាកាកបាទក្រហមកម្ពុជាថាព្រះអង្គនឹងនៅតែបន្តបេសកកម្មជាបន្តទៀត